ที่ក្នុងការ download កម្មវិធី DJI Go 4 ដាក់ក្នុងទូរស័ព្ទប្រភេទ Android បើសិនជាទូរស័ព្ទយើងប្រភេទ iOS ឬក៏ iPhone ហ្នឹងគឺយើងអាច download តាមធម្មតាបានប៉ុន្តែសម្រាប់ប្រភេទទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឬក៏ OS ដែលយើងហៅថាទូរស័ព្ទ Android ហ្នឹងគឺយើងត្រូវតែ download កម្មវិធី DJI Fly ហ្នឹងតាមរយៈ website យើងមិនអាច download កម្មវិធី DJI Fly តាមរយៈ Play Store បានទេប៉ុន្តែនៅលើ iPhone ឬក៏ iOS device គឺយើងអាច download ទៅតាម App Store បានធម្មតាអូខេអញ្ចឹងជាដំបូងអ្នកនរគ្នាត្រូវតែបើកកម្មវិធីបើកអ៊ីនធឺណិតដែលយើងហៅថា browser យើងប្រើកម្មវិធីមួយណាក៏បានដែរបាទតែនៅក្នុងវីដេអូនេះខ្ញុំបង្ហាញនៅលើ browser មួយដែលមានឈ្មោះថា Google Chrome បាទបើកកម្មវិធី Google Chrome ហ្នឹងមកដល់មកទីកន្លែង search នេះខ្ញុំវាយពាក្យថា DJI Go 4 DJI Go 4ហ្នឹងបាទតទៅទៀតយើងនឹងចូលទៅដល់ website ក្រុមហ៊ុនហើយដែលមាន address ថា dji.com ហើយនឹងមាន logo DJI នៅកន្លែងនេះហើយយើងចុចលើពាក្យ download center ហ្នឹងមកបាទលើពាក្យ download center ហ្នឹងមកតមកទៀតយើងយក download Android APK យើងចុច download វាមកបាទ download មកយើង download anyway យើងរងចាំវារហូតតទៅ download ចប់បាទតទៅវា download ចប់យើងអាចចុចតម្លើងបានហើយគឺ file ហ្នឹងនៅក្នុង my file ឬក៏យើងអាចចុច direct ពីលើហ្នឹងហ្មងក៏បានដែរបាទយើងរងចាំវាបន្លែអូខេឥឡូវកម្មវិធីខ្ញុំបាន download ចប់ហើយខ្ញុំនឹងចូលទៅតម្លើងវាតែម្ដងហើយយើងចុចលើ link ឬក៏ព័ត៌មានដែលយើងទៅ download ហ្នឹងបាទចុចវាមកកន្លែងនេះវាឲ្យយក package installer បាទវាសួរយើងយកកន្លែងនេះមក package installer បាទចុចលើហ្នឹងមកបាទហើយយើងរងចាំ upload វាបន្តមកទៀតយើងចុចពាក្យ install កន្លែងនេះគេសួរយើងទៀតឲ្យតើតើនឹងសុវត្ថិភាពទូរស័ព្ទយើងត្រូវយក install anyway បាទចុចវាមកបើវាសួរអីផ្សេងទៀតយើងត្រូវតែ allow តាមវាអញ្ចឹងបើយើងអត់ allow យើងអត់អនុញ្ញាតសិតទេគឺយើងមិនអាចប្រើវាបានទេអូខេអញ្ចឹងខ្ញុំតម្លើងរួចហើយអញ្ចឹងយើងអាចចុច open មកយើងអាចប្រើកម្មវិធី DJI Go 4នឹងបានហើយបាទអញ្ចឹងកន្លែងនេះយើងត្រូវតែ agree ទាំងអស់កន្លែងនេះមានថាយើងត្រូវបើក set ទាំងអស់បើក location បើក storage បើកអីចឹងបាទត្រូវ set all មកបាទកន្លែងនេះយើងត្រូវយក allow while using ណាបាទឲ្យកម្មវិធីហ្នឹង access ចូលទៅកាន់ location លើទូរស័ព្ទយើងបាទកន្លែងនេះឲ្យវា access ចូលទៅកាន់ folder photo ឬក៏ video ហ្នឹងរូបថតឬក៏ video ហ្នឹងបាទហើយនេះយើងបើកទាំងអស់ដូចគេដាក់មកហើយកន្លែងនេះយើងយក set all បាទកន្លែងនេះយើងយកមួយណាក៏បានដែរពីហ្នឹងគេចឹងយក not consider បាទ shell join បាទពេលអញ្ចឹងការដំឡើងកម្មវិធី DJI Go 4ហ្នឹងគឺបានជោគជ័យហើយបាទអញ្ចឹងបន្តមកទៀតវីដេអូបន្ទាប់អ្នកនរគ្នាត្រូវចេះបង្កើត account ឬក៏ login បើសិនជាអ្នកនរគ្នាមាន account ស្រាប់បើសិនជាអ្នកនរគ្នាមាន account ស្រាប់គឺយើងយកពាក្យ login មកហ្នឹង account DJI បាទមិនមែន account Facebook account Gmail account អីទេបាទគឺ account DJI តែយើងត្រូវការ email យកមកបង្កើតបាទអញ្ចឹងបើសិនជាអ្នកនរគ្នាមានហើយស្រាប់យើង login ប៉ុន្តែបើអត់មានទេយើង sign up មានថាបង្កើត account DJI អញ្ចឹងខ្ញុំយកពាក្យ sign up ដោយសារក្នុងវីដេអូនេះខ្ញុំនឹងធ្វើការរបៀបបង្កើត account DJI បាទអញ្ចឹងអ្នកនរគ្នាត្រូវវាយ email ចូលហើយនេះអ្នកនរគ្នាត្រូវតែប្រើប្រាស់ email ផ្ទាល់ខ្លួនកុំប្រើប្រាស់ email របស់ខ្ញុំឬក៏ប្រើ email របស់គេអញ្ចឹងបើសិនជាអាចគួរតែប្រើ email ផ្ទាល់ខ្លួនតែម្ដងឥឡូវខ្ញុំវាយឧទាហរណ៍ឲ្យមើល BS DJI MB អានេះឧទាហរណ៍ណាអ្នកនរគ្នាត្រូវតែបង្កើត account ខ្លួនឯងបាទ @gmail.com មកកន្លែងនេះគេឲ្យវាយលេខកូដនេះលេខកូដនេះគឺវាផ្លាស់ប្ដូររហូតវាផ្លាស់ប្ដូរខ្លួនឯងរហូតណាបាទអញ្ចឹងយើងឃើញអក្សរអីឬក៏លេខអីយើងវាយបញ្ចូលមកសិត WA សិតវាបដូរខ្លួនឯងរហូតអញ្ចឹងពេលវាចេញអក្សរអីឬក៏ចេញលេខកូដអីគឺយើងវាយតាមហ្នឹងចូលប្រឡោះនេះមកបាទអញ្ចឹងលេខកូដហ្នឹងផ្លាស់ប្ដូររហូតមិនដូចខ្ញុំទាំងអស់ទេណាបាទហើយខ្ញុំបញ្ជាក់ម្ដងទៀត email នេះគឺប្រើ email ផ្ទាល់ខ្លួនបាទកុំប្រើ email របស់ខ្ញុំបាទ
គេបន្តទៀតយើងចុចប៊ូតុង sign up មក sign up មកកន្លែងនេះគេឲ្យយើងដាក់ password ហើយដាក់ password អញ្ចឹងយើង set password មក password អីដែលយើងចង់ប្រើអញ្ចឹងណាបាទឧទាហរណ៍ខ្ញុំដាក់លេខទូរស័ព្ទខ្ញុំ password គឺវាឲ្យមានអក្សរធំអក្សរតូចហើយនឹងនិមិត្តសញ្ញាហើយ password យ៉ាងតិច8ខ្ទង់បាទអញ្ចឹងអានេះគាត់ឧទាហរណ៍ខ្ញុំបង្កើតឲ្យអ្នកនរគ្នាមើលទេហើយបន្ទាប់ពីបង្កើតហើយខ្ញុំ reset password ហើយបាទអញ្ចឹងនេះជា password អានេះ password ខាងលើនេះយើងដាក់អាដំបូងនេះមិនអាក្រោយនេះយើងដាក់អញ្ចឹងដែរបាទបន្តមកទៀតយើងត្រូវគ្រីកន្លែងនេះមួយណាគ្រីកន្លែងនេះមួយសិនមុននឹងចុចប៊ូតុង sign up បាទមុននឹងចុចប៊ូតុងនេះបាទអញ្ចឹងយើង check កន្លែងនេះមួយមកបាទបន្តមកទៀតចុចលើពាក្យ sign up អញ្ចឹងនោះអ្នកនរគ្នានឹងបាន account DJI ហើយកន្លែងនេះវាលោតដាក់ថាverification code មានថាខុសលេខកូដនេះយើងឲ្យវាយគេឲ្យវាយលេខកូដម្ដងទៀតអញ្ចឹងយើងវាយអក្សរធំទាំងអស់បាទតាមចុច sign ចុច next តមកទៀតយើងចុច next ទៀតអូខេអញ្ចឹងការ sign up ឬក៏ការចុះឈ្មោះឬក៏បង្កើត account DJI នេះគឺវាលោតសារមួយមកមិញហ្នឹងថាបានបង្កើតបានតែជោគជ័យហើយឥឡូវខ្ញុំសាក login ឲ្យអ្នកសាកមើលខ្ញុំវាយពាក្យDJI MBS rc@gmail.com ហើយយើងវាយអា password យើងមកយ៉ាងមកបាទអញ្ចឹងយើងត្រូវវាយ email របស់យើងដែលយើងទៅបង្កើតមិញហ្នឹងហើយបន្តមកទៀតយើងវាយ password បាទបន្តមកទៀតយើងចុច sign in បាទចុច sign in អញ្ចឹងយើងអាច login បានប៉ុន្តែកន្លែងនេះវាឲ្យយើងវាយលេខកូដនេះម្ដងទៀតអញ្ចឹងយើងត្រូវវាយលេខកូដហ្នឹងសិនបានអាច login បានលេខកូដហ្នឹងវាចេញអីមកយើងវាយឲ្យដូចរបស់វាតែម្ដង FRXP តមកទៀតយើងចុច sign in មកជាការស្រេចអញ្ចឹងយើង login បានសម្រាប់ហើយអញ្ចឹងយើងអាចយក account ឬក៏យក app ហ្នឹងទៅផុសត្រូវនឹងបានហើយអូខេអរគុណច្រើនសម្រាប់ការទស្សនា